ថ្ងៃនេះខ្ញុំមានជាកន្លឹះតិចនិចមួយជូនគ្រូអ្នកគ្រូអឺក្រោយពេលបញ្ចប់ថ្នាក់សម្រាប់ថ្ងៃនេះគឺអ្នកគ្រូបានតែមុនខ្ញុំបង្ហាញចង់ជំរាបសួរលោកគ្រូអ្នកគ្រូដែលនៅក្នុងនេះទាំងអស់គ្នាថាឧទាហរណ៍ថាបើយើងមានជា file PDF បែបនេះណាអញ្ចឹង file PDF បែបនេះនៅពេលដែលលោកគ្រូអ្នកគ្រូច្រឡំដាក់ Word លោកគ្រូអ្នកគ្រូធ្វើម៉េចលោកគ្រូអ្នកគ្រូបានយើង scan ដាក់កន្លែង AI ហ្នឹងឲ្យវាធ្វើជា Word ឲ្យយើងវិញ copy ដាក់ Word លោកគ្រូបានចេះហ្នឹងខ្ញុំថាបង្ហាញអាហ្នឹងទៅលោកគ្រូបានមានលោកគ្រូអ្នកគ្រូផ្សេងដែលអត់ទាន់បានចេះធ្វើទេបាទអត់ដែលធ្វើបងលោកគ្រូដល់ PDF លេងកែតាណារួចដូចជិបសោហ្នឹងហើយជិបពាំងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានកន្លឹះហ្នឹងមួយជូនលោកគ្រូអាចចូលនេះយើង snapping មកបាទយើង screenshot វាមកបាទអញ្ចឹងវិធី screenshot គឺយើងគ្រាន់តែចុចកន្លែងនេះយើងវាយពាក្យថា snipping tool បាទ snipping tool ណាបាទអញ្ចឹងយើងចុច snipping tool នេះមកបាទនៅក្នុងកុំព្យូទ័ររបស់យើងមានហើយលោកគ្រូបាទហើយយើងចុចនេះចុចកន្លែងនេះមកចុចកន្លែង new នេះមកបាទចុចកន្លែង new នេះហើយលោកគ្រូ screenshot នេះបាទចុច screenshot នេះមក screenshot កន្លែងណាដែលយើងចង់ copy ដាក់នៅក្នុង Word បាទ screenshot ហើយយើងបានបែបនេះបាទយើងបានបែបនេះហើយលោកគ្រូអាច save ទុកកន្លែងណាមួយមកបាទឬក៏លោកគ្រូចុច copy ណាលោកគ្រូចុច copy កន្លែងនេះតែម្ដងមកនេះសញ្ញា copy ណាឬក៏ចុច mouse ស្ដាំយកពាក្យថា copy មកបន្ទាប់មកទៀតលោកគ្រូត្រូវបើក browser មួយមកបាទបើក Google Chrome របស់យើងមកបាទខ្ញុំអាចសម្បើកមួយបាទបើកបែបនេះមកសូមឲ្យលោកអ្នកគ្រូចូលនៅក្នុងកម្មវិធី AI Gemini ណាបាទ AI Gemini អញ្ចឹងចុចមកហើយយើងបើកបាទកន្លែងនេះមកចុចកន្លែង 3 9ហ្នឹងមកយើងយក AI Gemini ហើយបន្ទាប់មកលោកអ្នកគ្រូ mouse ស្ដាំមកចុច mouse ស្ដាំឥឡូវខ្ញុំសូមព្រាកធំតិចចឹងចុច mouse ស្ដាំមកបាទចុច mouse ស្ដាំមកយើងយកពាក្យថា path មកអញ្ចឹងនេះរូបភាពដែលយើងថតមកមិញនេះរូបភាពរបស់យើងណាបាទហើយបន្តមកទៀតលោកអ្នកគ្រូទៅសេប្រាប់ AI ទាំងមកប្រាប់ថាសូមបំលែងទៅជា Google Sheet ដើម្បីខ្ញុំអាច copy ដាក់នៅលើ Microsoft Word បាទ Microsoft Word បាទហើយលោកអ្នកគ្រូចុចមកបាទចុច submit មកតិចទៀត AI ហ្នឹងវា generate ទៅជា Google Sheet ឲ្យយើងហើយលោកអ្នកគ្រូអាច copy ដាក់នៅក្នុង Word បានណាបាទអូខេនេះឃើញលោកអ្នកគ្រូបាទនេះវាបំលែងឲ្យយើងបាទអញ្ចឹងលោកអ្នកគ្រូគ្រាន់តែចុចសញ្ញា copy នេះមកបាទចុចសញ្ញា copy នេះមកហើយយើងបើកកម្មវិធី Word មកហើយយើងផាសចូលណាបាទយើងចុចផាសនេះឃើញលោកអ្នកគ្រូបាន Word មួយឃើញបាទអញ្ចឹងយើងអាចកែសំណួរបានទេយើងអាចកែ border ទៅ group border ថ្មីបាទមិនដែរលោកគ្រូលោកគ្រូសុំវីដេអូហ្នឹងលោកបាទខ្ញុំតម្លាក់វីដេអូជូនបាទមានលោកគ្រូផ្សេងដែលធ្លាប់ធ្វើអញ្ចឹងហ៎បាទ